tha ấy chế khổ mùi na có đôi mùi nà cònแต่ឡើងកាន់តំណែងភ្លាមមេតបភូមិភាគ1របស់សៀមបានប្រកាសទុកពេលត្រឹមថ្ងៃទី7ខែតុលាឆ្នាំ2025ដោយឲ្យប្រជាពលរដ្ឋខ្មែរយើងត្រូវជម្លៀសចេញពីភូមិជោគជ័យភូមិព្រៃច័ន្ទនិងបឹងត្រកួនដោយដែលវីដេអូមុនខ្ញុំធ្លាប់បាននិយាយថាមេភូមិភាគ1និងមេភូមិភាគ2ថ្មីកំពុងប្រជែងយកឥទ្ធិពលដើម្បីបញ្ចេញស្នាដៃជូនប្រទេសជាតិនិងប្រជាជនសៀមរបស់ពួកគេតែបើចង់ប្រជែងគ្នាប្រជែងតែលើទឹកដីសៀមឯងទៅកុំប្រជែងប៉ះពាល់ដែនអធិបតេយ្យភាពកម្ពុជាតែបើប៉ះពាល់ដែនអធិបតេយ្យភាពកម្ពុជានោះកម្ពុជានឹងឆ្លើយតបយ៉ាងពេញទំហឹងសម្រាប់3ទីតាំងខាងលើនេះដែលមេតបក្អេងក្អាងរូបនេះកំណត់ពេលឲ្យពលរដ្ឋខ្មែរយើងត្រូវចាក់ចេញតើឲ្យពលរដ្ឋខ្មែរយើងចាក់ចេញទៅណាបើនេះជាដីខ្មែរនិងជាផ្ទះរបស់ពួកគាត់